ចាទស្សនិកជនយើងបន្តរឿងរ៉ាវចាព័ត៌មានជាបន្តពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍសង្កាត់សម្រាប់ឆ្នាំ2026របស់រដ្ឋបាលខណ្ឌបឹងកេងកងត្រូវបានដាក់ដេញថ្លៃប្រកបទៅដោយតម្លាភាពនៅក្នុងឱកាសនៃការបើកការដេញថ្លៃគម្រោងអភិវឌ្ឍសង្កាត់ទាំង7របស់រដ្ឋបាលខណ្ឌបឹងកេងកងដែលបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី23ខែមិថុនាឆ្នាំ2026នេះលោកសុខសម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកងនិងជាតំណាងឯកឧត្តមហួតហៃអភិបាលរងរាជធានីភ្នំពេញបានថ្លែងថាការកាត់ឲ្យដេញថ្លៃគម្រោងអភិវឌ្ឍសង្កាត់នៅពេលនេះគឺជាការបើកឱកាសឲ្យវិស័យឯកជនចូលរួមជាមួយនឹងការអភិវឌ្ឍមូលដ្ឋានប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធដើម្បីកសាងនូវសមិទ្ធផលនៅក្នុងមូលដ្ឋានសង្កាត់នីមួយៗឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនិងបំពេញចិត្តរបស់ពីសំណាក់ប្រជាពលរដ្ឋផងដែរលោកអភិបាលខណ្ឌបានស្នើទៅដល់ក្រុមហ៊ុនដែលធ្វើការដេញថ្លៃបានក៏ដូចជាអ្នកដែលមានតួនាទីពាក់ព័ន្ធទៅនឹងការអភិវឌ្ឍមូលដ្ឋាននេះសូមធ្វើការទទួលខុសត្រូវទាំងគុណភាពសុវត្ថិភាពនិងការផ្ដល់នូវភាពជឿជាក់ទៅដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ហើយម្យ៉ាងទៀតដើម្បីឲ្យដំណើរការនេះប្រព្រឹត្តទៅជាសាធារណៈប្រកបទៅដោយភាពរលូនតម្លាភាពគណនេយ្យភាពយុត្តិធម៌អាចជឿទុកចិត្តបានសូមឲ្យគ្រប់ភាគីពាក់ព័ន្ធនៅក្នុងការដេញថ្លៃនេះត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌របស់ក្រុមហ៊ុនអ្នកទទួលមកការហើយលោកសុខសម្បត្តិក៏បានស្នើទៅកាន់ភាគីពាក់ព័ន្ធជាពិសេសគឺក្រុមប្រឹក្សាសង្កាត់ត្រូវចូលរួមនៅក្នុងការពិនិត្យតាមដាននៅរាល់ការអនុវត្តគម្រោងអភិវឌ្ឍសង្កាត់នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីឲ្យធានាថាលទ្ធផលនៃការអភិវឌ្ឍគម្រោងនេះគឺមានប្រសិទ្ធភាពខ្ពស់មានគុណភាពបានយូរអង្វែងឆ្លើយតបទៅនឹងការជឿជាក់របស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋលោកក៏បានប្រកាសណែនាំទៅកាន់ក្រុមហ៊ុនដែលធ្វើការដេញថ្លៃបាននិងអ្នកទទួលនៅការទទួលគម្រោងអភិវឌ្ឍសង្កាត់សូមធ្វើការរុះរាន់ចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយនឹងសង្កាត់និងបន្ទាប់ពីការចុះធ្វើកិច្ចសន្យារួចត្រូវអនុវត្តទៅតាមផែនការសកម្មភាពការងារឲ្យបានច្បាស់លាស់ផងដែរហើយចំពោះគម្រោងនីមួយៗត្រូវមានមេការប្រចាំការមានសៀវភៅតាមដានការដ្ឋានជាពិសេសគឺនៅក្នុងការអនុវត្តគម្រោងត្រូវតែធានាឲ្យបាននៅគុណភាពបទដ្ឋានបច្ចេកទេសនិងសោភ័ណភាពហើយក៏ត្រូវតែអនុវត្តគម្រោងឲ្យបានទាន់ពេលវេលាកំណត់និងរក្សាបាននៅសណ្ដាប់ធ្នាប់សុវត្ថិភាពនៅក្នុងការដ្ឋានផងដែរចំណែកឯមន្ត្រីជំនាញថ្នាក់ខណ្ឌសាលាសង្កាត់និងគណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ត្រូវជូនដំណឹងទៅដល់បណ្ដាអង្គភាពពាក់ព័ន្ធពីផលប៉ះពាល់ផ្សេងៗការអនុវត្តគម្រោងដើម្បីចូលរួមសហការជាមួយនឹងការតាមដានត្រួតពិនិត្យការអនុវត្តគម្រោងរបស់ខ្លួនទទួលប្រចាំការដើម្បីឲ្យគម្រោងសង្កាត់សម្រេចបានលទ្ធផលល្អប្រសើរត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសនិងនីតិវិធីណែនាំដែលបានកំណត់ផងដែរហើយសូមបញ្ជាក់ថាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ទាំង7នៃរដ្ឋបាលខណ្ឌបឹងកេងកងនៅក្នុងឆ្នាំ2026ដែលបានដាក់ឲ្យធ្វើការដេញថ្លៃនៅពេលនេះរួមមានជួសជុលផ្លូវអ៊ុតកៅស៊ូសរុបចំនួន4ខ្សែដែលមានប្រវែង712ម៉ែត្រជួសជុលលូមូលរំដោះទឹកសរុបចំនួន3ខ្សែប្រវែង1462ម៉ែត្រនិងស្ដារលូមូលរំដោះទឹក1ខ្សែប្រវែង3464ម៉ែត្រអង្គកាត់ផ្ចិត6ទឹកហើយគួររំលឹកផងដែរថានៅក្នុងឆ្នាំ2025កន្លងមករដ្ឋបាលសង្កាត់ទាំង7បានខិតខំនៅក្នុងការកែលម្អសោភ័ណភាពកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក៏ដូចជាការជួសជុលនៅផ្លូវអ៊ុតកៅស៊ូបានចំនួន5ខ្សែដែលមានប្រវែង1347ម៉ែត្រទៅ8ម៉ែត្រនិងការដាក់ប្រព័ន្ធលូរំដោះទឹកបានចំនួន3ខ្សែប្រវែង1472ម៉ែត្រមកកាត់6ទឹកបានអនុវត្តសម្រាប់រួចរាល់100%នេះមកតាមការបញ្ជារបស់លោកសុកវរៈអភិបាលរងខណ្ឌ